ប្រតិបត្តិព័ត៌មានស្ដីពីសកម្មភាពការងារប្រចាំសប្តាហ៍របស់ឯកឧត្តមបណ្ឌិតអៀងសុផល្លែតរដ្ឋមន្ត្រីក្រសួងបរិស្ថានសប្តាហ៍ទី1នៃខែមេសាឆ្នាំ2025ចាប់ផ្ដើមខែមេសាក្នុងសប្តាហ៍ទី1នៅថ្ងៃទី2ខែមេសាឆ្នាំ2025វេលាម៉ោង 7:30 នាទីព្រឹកឯកឧត្តមបណ្ឌិតអៀងសុផល្លែតរដ្ឋមន្ត្រីក្រសួងបរិស្ថានបានអញ្ជើញចូលរួមពិធីបញ្ចុះសពឯកឧត្តមអ្នកអង្គការឧត្តមមេត្រីវិសិទ្ធហ៊ុនសានរដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូននៅវត្តបូរីវង្សលុះមកដល់ថ្ងៃទី3ខែមេសាឆ្នាំ2025វេលាម៉ោង 2 រសៀលឯកឧត្តមរដ្ឋមន្ត្រីបានទទួលជួបសម្ដែងការគូសំពីប្រធានអង្គការលេងរទ្ធីការិយាល័យតំណាងសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាមប្រចាំកម្ពុជានៅបន្ទប់តាវសិង្ហួរឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាមប្រចាំកម្ពុជាដែលបានចូលរួមចំណែកក្នុងសកម្មភាពសេដ្ឋកិច្ចរបស់កម្ពុជាជាពិសេសការទទួលខុសត្រូវលើការវិនិយោគស្របតាមច្បាប់របស់ព្រះរាជាណាចក្រកម្ពុជាបន្ទាប់មកនៅថ្ងៃទី4ខែមេសាឆ្នាំ2025វេលាម៉ោង 8 ព្រឹកឯកឧត្តមរដ្ឋមន្ត្រីបានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីក្រមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាលុះដល់វេលាម៉ោង 2 រសៀលថ្ងៃដដែលឯកឧត្តមរដ្ឋមន្ត្រីបានអញ្ជើញបើកអង្គប្រជុំការងារនៅតំបន់ទេទឹកពុះនៅទីស្តីការក្រសួងបរិស្ថាននៅថ្ងៃសៅរ៍ទី5ខែមេសាឆ្នាំ2025វេលាម៉ោង 7:30 នាទីព្រឹកឯកឧត្តមរដ្ឋមន្ត្រីបានអញ្ជើញជាភ្ញៀវកិត្តិយសក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅមជ្ឈមណ្ឌលទំនើបកម្មមូលដ្ឋានសមុទ្ររៀមក្រមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅភូមិអង្គសង្កាត់រៀមក្រុងកំពង់សោមខេត្តព្រះសីហនុលុះមកដល់ថ្ងៃទី7ខែមេសាឆ្នាំ2025វេលាម៉ោង 7:30 នាទីព្រឹកឯកឧត្តមបណ្ឌិតអៀងសុផល្លែតរដ្ឋមន្ត្រីក្រសួងបរិស្ថាននិងលោកជំទាវជាសុផាកនីបានអញ្ជើញជាអធិបតីពិធីសូត្រមន្តចម្រើនព្រះបរិត្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅទីស្តីការក្រសួងបរិស្ថានជាមួយគ្នានេះដែរក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំម្សាញ់ស័ព្ទស័កពុទ្ធសករាជ2569គ្រិស្តសករាជ2025ដែលនឹងឈានមកដល់នាពេលខាងមុខនេះឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរព្រះគុណនិងអរគុណប្រគេនដល់ព្រះថេរានុថេរៈគ្រប់ព្រះអង្គនិងជូនចំពោះថ្នាក់ដឹកនាំមន្ត្រីរាជការអង្គការដៃគូអភិវឌ្ឍជាតិអន្តរជាតិសង្គមស៊ីវិលវិស័យឯកជនសិស្សានុសិស្សយុវជនសសយកយុវជនកាកបាទក្រហមយុវជនកាយរិទ្ធកម្មករកម្មការិនីនិងប្រជាពលរដ្ឋទូទាំងប្រទេសដែលបានគាំទ្រនិងអនុវត្តយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានដែលមានសសរស្តម្ភភាពស្អាតភាពបៃតងនិងចីរភាពជាសកម្មភាពប្រចាំនៃយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានលើភាពស្អាតយុទ្ធនាការថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេនិងយុទ្ធនាការកម្ពុជាស្អាតខ្មែរធ្វើបានគ្រប់រាជធានីខេត្តទាំង25នៃព្រះរាជាណាចក្រកម្ពុជាមានការចូលរួមពីសំណាក់សិស្សានុសិស្សប្រជាពលរដ្ឋព្រះសង្ឃនិងមន្ត្រីរាជការមានចំនួនសរុប 219,047 អង្គអ្នកនៃសប្តាហ៍ទី1ក្នុងខែមេសានេះដោយឡែកយុទ្ធនាការពន្លកបៃតងជាការបណ្ដុះកូនឈើសម្រាប់ចែកជូនប្រជាពលរដ្ឋធ្វើការដាំដុះក្នុងនោះក្រសួងបរិស្ថាននិងមន្ទីរបរិស្ថានគ្រប់រាជធានីខេត្តបណ្ដុះកូនឈើបានចំនួនសរុប 15,053 ដើមក្នុងសប្តាហ៍ទី1នៃខែមេសានេះផងដែរ